ជុំបិណ្ឌឆ្នាំ2025ភ្ញៀវទេសចរជាង2លាននាក់ជំរុញទេសចរកម្ពុជាឲ្យផុសផុលគណៈខេត្តមួយនេះជាប់លេខ1បនប្រជុំបិណ្ឌឆ្នាំ2025បានបង្ហាញពីភាពរីកចម្រើនដ៏គួរឲ្យសរសើរនៃវិស័យទេសចរកម្ពុជាជាមួយនឹងចំនួនភ្ញៀវទេសចរនិងប្រជាពលរដ្ឋដើរលេងកម្សាន្តសរុបប្រមាណ2,144,224 នាក់ក្នុងរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី21ដល់ថ្ងៃទី23ខែកញ្ញាឆ្នាំ2025តួលេខនេះកើនឡើង 20.1% បើធៀបនឹងឆ្នាំ2024 2,119,771 នាក់កើនឡើង 21.2% ខណៈភ្ញៀវទេសចរបរទេសមានចំនួន 24,453 នាក់បង្ហាញពីការទាក់ទាញដ៏ខ្លាំងក្លានៃបុណ្យប្រពៃណីខ្មែរនិងភាពទាក់ទាញនៃគោលដៅទេសចរទូទាំងប្រទេសយោងតាមរបាយការណ៍របស់ក្រសួងទេសចរភ្ញៀវទេសចរជាតិនិងប្រជាពលរដ្ឋខ្មែរបានចូលរួមយ៉ាងសកម្មកំណើននេះបានឆ្លុះបញ្ចាំងពីការស្ដារឡើងវិញនៃវិស័យទេសចរនិងការជឿជាក់របស់ភ្ញៀវទេសចរអន្តរជាតិនិងគោលដៅទេសចរកម្ពុជាខេត្តទាំង5ដែលជាចំណុចក្តៅគគុកបុណ្យភ្ជុំបិណ្ឌឆ្នាំនេះបានបង្ហាញភាពទាក់ទាញនៃគោលដៅទេសចរនៅតាមបណ្ដាខេត្តនានាដោយខេត្តទាំង5ខាងក្រោមនេះទទួលបានភ្ញៀវទេសចរច្រើនជាងគេទី1ខេត្តសៀមរាប 238,201 នាក់នៅមជ្ឈមណ្ឌលទេសចរវប្បធម៌ដ៏សំខាន់ជាមួយប្រាសាទអង្គរវត្តនិងបរិយាកាសភ្ជុំបិណ្ឌដ៏រស់រវើកខេត្តបាត់ដំបង 218,706 នាក់ល្បីល្បាញដោយសារបេតិកភណ្ឌវប្បធម៌និងភាពស្រស់ស្អាតនៃជនបទដែលទាក់ទាញភ្ញៀវជាតិនិងបរទេសទី3ខេត្តព្រះសីហនុ 216,956 នាក់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនិងការកំសាន្តនៅកោះរ៉ុងបានជំរុញឲ្យខេត្តនេះក្លាយជាជម្រើសកំពូលនិងទី4ខេត្តកំពង់ចាម 210,773 នាក់ទាក់ទាញភ្ញៀវទេសចរដោយសារទេសភាពមាត់ទន្លេមេគង្គនិងបរិយាកាសបុណ្យប្រពៃណីនិងទី5ខេត្តកំពង់ឆ្នាំង 137,833 នាក់កន្លែងដ៏ស៊ីវិល័យសម្រាប់ភ្ញៀវជាតិស្វែងរកភាពស្ងប់ស្ងាត់និងទេសចរធម្មជាតិការកើនឡើងនៃចំនួនភ្ញៀវទេសចរនេះគឺជាសញ្ញាបង្ហាញពីភាពជោគជ័យក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរនិងការស្ដារឡើងវិញនៃវិស័យទេសចរបន្ទាប់ពីជំងឺរាតត្បាតបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាព្រឹត្តិការណ៍សាសនានិងវប្បធម៌ប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាឱកាសសម្រាប់ជំរុញសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការចំណាយរបស់ភ្ញៀវទេសចរលើសេវាកម្មស្នាក់នៅម្ហូបអាហារនិងកន្លែងកម្សាន្តរបាយការណ៍របស់ក្រសួងទេសចរនេះបានបញ្ជាក់ថាកំណើននេះជាសញ្ញាវិជ្ជមានសម្រាប់ឆ្នាំ2025ដែលកម្ពុជាមានបំណងទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើនតាមរយៈការរៀបចំព្រឹត្តិការណ៍អន្តរជាតិនិងការអភិវឌ្ឍគោលដៅទេសចរថ្មីៗក្រសួងក៏បានអំពាវនាវឲ្យអាជ្ញាធរនិងប្រតិបត្តិការទេសចរនៅតាមខេត្តនានាធ្វើឲ្យប្រសើរឡើងនៅហេដ្ឋារចនាសម្ព័ន្ធដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃភ្ញៀវទេសចរបុណ្យភ្ជុំបិណ្ឌឆ្នាំ2025បានបញ្ជាក់ថាកម្ពុជាមិនត្រឹមតែជាទឹកដីនៃប្រាសាទបុរាណនិងឆ្នេរសមុទ្រដ៏ស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែនៅតែជាគោលដៅដ៏រស់រវើកសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ